ការចិញ្ចឹមនិងបង្កាត់ពូជបង្កង crayfish crayfish ការបង្កាត់ពូជដាក់បង្កងញីនិងបង្កងឈ្មោលចូលទៅក្នុងប្រដាប់ដាក់ទឹកតូចមួយនោះពួកវានឹងបង្កាត់ពូជដោយខ្លួនឯងដោយគ្រាន់តែរងចាំរយៈពេល 2-3 នាទីប៉ុណ្ណោះសញ្ញានៃការបង្កើតពងបន្ទាប់ពីបង្កាត់ពូជបាន 2-3 សប្តាហ៍វានឹងលេចចេញនៅចំណុច egg spots ចំណុចពណ៌ទាំងនោះមិនទាន់ជាពងរបស់វាភ្លាមទេប៉ុន្តែវាជាសញ្ញាបង្ហាញថាវារៀបនឹងពងហើយការកើតពងបន្ទាប់ពីរយៈពេល 2-3 ថ្ងៃឬ1សប្តាហ៍ពងនឹងចាប់ផ្ដើមលេចចេញមកនៅពេលដែលវាមានពងហើយគេហៅវាថា bobberite បង្កងពងការញ៉ាស់និងការថែទាំកូនបង្កងរងចាំរយៈពេល3សប្តាហ៍ពងទាំងនោះនឹងញ៉ាស់យើងអាចទុកកូនបង្កងទាំងនោះនៅក្នុងអាងទឹកតូចសិនរយៈពេល2សប្តាហ៍មុននឹងលែងពួកវាចូលទៅក្នុងស្រះធំការលូតលាស់ការដាក់រុក្ខជាតិក្នុងទឹកនិងចុកកន្ទុយឆ្កែ hornwort នឹងជួយជំរុញឲ្យពួកវាលូតលាស់បានលឿនបន្ទាប់ពីរយៈពេល2ទៅ3ខែពួកវានឹងក្លាយជាបង្កងមេពូជចម្ដងទៀតអត្ថប្រយោជន៍បន្ថែមក្រៅពីការចិញ្ចឹមដើម្បីកម្សាន្តសប្បាយអ្នកក៏អាចរកចំណូលបានផងដែរក្នុងពេលកំពុងមើលថែទាំពួកវាព្រោះបង្កងទាំងនេះអាចលក់ជាគីឡូឬលក់ជាកូនបង្កងតូចបានទៀតផង